មហាចេញជឿនជាតិខ្មែរថ្កើងជ័យយោសុខោលាភោវគ្គទី44តចប់ហើយកូនស្រីកូនប្រុសទាំងពីរនាក់រួមគ្នាបាត់ខ្ទប់ផ្ចិតប្រអប់ចិញ្ចៀនវិញដើម្បីលើកគោរពជូនទៅលោកអ្នកដ៏មានគុណទាំង4និងសំពះគោរពថ្វាយបង្គំចំនួន3ដងជាទីបញ្ចប់កូនស្រីកូនប្រុសគប្បីបែរមុខឆ្ពោះទៅសំពះគោរពញាតិទាំងសងខាងនិងសំពះគោរពគ្នាដោយទឹកមុខញញឹមញញែមចាប់កាន់ដៃគ្នាងើបឈរឡើងព្រមគ្នាទៅអង